គេសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះយើងមករៀនអំពី apostrophe s បាទអញ្ចឹងអាបតកហ្នឹងគេអានថា apostrophe ហើយដល់ពេលយើងថែម s ទៅគឺគេអានថា apostrophe s អញ្ចឹងតើ apostrophe s ហ្នឹងវាចេញមកពីកន្លែងណាបាទហេតុអីបានយើងទៅសេ apostrophe s បាទឥឡូវយើងទៅមើលទាំងអស់គ្នាគេថា we can use apostrophe s មានថា apostrophe បូកជាមួយនឹង s in 4 different ways មានន័យថា apostrophe s ហ្នឹងមាន4ប្រភេទដែលយើងត្រូវចាំគេ number 1 apostrophe s មាន is មានន័យថា apostrophe s ហ្នឹងវាស្មើនឹងពាក្យថា is អញ្ចឹងគេនិយាយថា it is the contraction of is វាគឺជាទម្រង់កាត់យើងនិយាយថា short form ណារបស់ពាក្យថា is អាហ្នឹងភាគច្រើនខ្ញុំជឿជាក់ថាអ្នកនរគ្នាដឹងហើយខ្ញុំលើកឧទាហរណ៍ដូចជា it's hard to say goodbye អញ្ចឹង it's apostrophe s ហ្នឹងវាមកនឹងពាក្យថា it is អញ្ចឹង apostrophe s ពេលហ្នឹងគឺវាមានន័យថា is អញ្ចឹង it is hard to say goodbye second example is he's my smart nephew អញ្ចឹង he's apostrophe s មានថា he is my smart nephew គឺស្រួលយល់ទេហើយទី3ក៏ដូចគ្នាដែរគឺ she's on her way to Paris អញ្ចឹង she's on មានថា she is on វាស្មើនឹងពាក្យថា is អញ្ចឹង apostrophe s ទី1នេះគឺយើងវាស្មើនឹងពាក្យថា is okay number 2 apostrophe s ស្មើនឹងពាក្យថា has បាទ has ប្រែថាមានណាប៉ុន្តែកន្លែងហ្នឹងមិនមែនប្រែថាមានទេឥឡូវយើងមើលថា it is the short form ឬក៏យើងនិយាយថា contraction of has វាមកពាក្យថា has used in present perfect with he she ហើយនិង it អញ្ចឹងយើងប្រើ apostrophe s ដែលមានន័យស្មើនឹងពាក្យថា has បាទនៅក្នុង present perfect ដូចជា present perfect simple present perfect continue បាទអញ្ចឹងវាស្មើនឹងពាក្យថា has ហើយយើងប្រើវានៅពេលដែល subject ហ្នឹងគឺជាបុរសទី3ឯកវចនៈបើយើងនិយាយអំពី pronoun subject pronoun គឺ he she ហើយនិង it យើងមកឧទាហរណ៍ទាំងអស់គ្នាគឺ she's left the party អញ្ចឹងកន្លែងហ្នឹងមិនមែនមានន័យថា she is left ទេដោយសារតែយើងឃើញមានពាក្យថា left វាគឺជា verb 3គេឲ្យឈ្មោះថា past participle អញ្ចឹង apostrophe s កន្លែងហ្នឹងមិនមែនមានន័យថា is ទេគឺ she has left okay second example is he's been here 4 hours អញ្ចឹងមិនមែន he is been ទេគឺ he has been here វាស្មើនឹងពាក្យថា has okay ឧទាហរណ៍ចុងក្រោយគឺ Sarah's gone home okay apostrophe s នេះគឺមានន័យថា Sarah has gone home មិនមែនមានន័យថា Sarah is gone home ទេដោយសារពាក្យ gone ហ្នឹងគឺជា verb 3យើងឲ្យឈ្មោះថា past participle okay we go to number 3 apostrophe s is used in possessive form of noun បាទទី3គឺ apostrophe s នេះមិនមែនមានន័យថា is ហើយក៏មិនមែនមានន័យថា has ដែរគឺយើងប្រើវាដើម្បីនិយាយអំពីដើម្បីបង្កើតទម្រង់កម្មសិទ្ធិរបស់នាមបាទអញ្ចឹងការបង្កើតទម្រង់កម្មសិទ្ធិរបស់នាមនេះវាមានចំណុចសំខាន់ 3-4 ដែរអ្នកទាំងអស់គ្នាត្រូវចាំប៉ុន្តែកន្លែងនេះគឺខ្ញុំអត់យកមកនិយាយទេខ្ញុំនិយាយតែ apostrophe s ប្រើដើម្បីបង្ហាញអំពីកម្មសិទ្ធិរបស់នាមបាទឥឡូវយើងមើលឧទាហរណ៍គឺ our son's bedroom is big អញ្ចឹង apostrophe s នេះមិនមែនថា is ហើយក៏មិនមែន has ដែរវាគឺជាទម្រង់កម្មសិទ្ធិមានន័យថាបន្ទប់គេហ្នឹងគឺជាកម្មសិទ្ធិរបស់កូនប្រុសរបស់យើងអូខេឧទាហរណ៍ទី2គឺ that is not Lara's toy car អញ្ចឹង Lara's apostrophe s គឺជាទម្រង់កម្មសិទ្ធិដែរមានន័យថាឡានរបស់ Lara អញ្ចឹងនោះមិនមែនជាឡានរបស់ Lara ទេឡានហ្នឹងឡានកូនក្មេងលេង toy របស់ក្មេងលេង There are 2 American teachers in Bora's class មានន័យថាថ្នាក់រៀនរបស់ Bora មិនមែន Bora is class ទេហើយក៏មិនមែន Bora has class ដែរមានន័យថា the class belong to Bora មាន Bora study in the class ថ្នាក់រៀនរបស់ Bora ហើយចុងក្រោយខ្ញុំជឿជាក់ថានេះប្រហែលជាមានបងប្អូនមួយចំនួនគឺមិនដែលបានជួបទេបាទគឺ apostrophe s is used in plural form of numbers or letters គឺយើងប្រើវាដើម្បីបង្កើតទម្រង់ពហុវចនៈរបស់អក្សរតួអក្សរឬក៏លេខខ្ញុំលើកឧទាហរណ៍ថា my son wrote a lot of these on the bedroom wall
កូនប្រុសរបស់ខ្ញុំគាត់សរសេរអក្សរ D ច្រើនណាអញ្ចឹងមានន័យថាអាហ្នឹងមិនមែនជាកម្មសិទ្ធិរបស់ D ទេគឺ apostrophe s ជាមួយនឹងអក្សរហ្នឹងមានន័យថាតួអក្សរ D ហ្នឹងគឺមានច្រើនអក្សរអញ្ចឹងកូនគាត់សរសេរអក្សរ D នៅលើអញ្ចឹងហ្នឹងមានថា D ច្រើនវាបង្ហាញអំពី plural form of the letter អញ្ចឹង my son wrote a lot of D's on the bedroom wall. Second example is there are 2 A's in his name មានថាមានអក្សរ A 2នៅក្នុងឈ្មោះរបស់គាត់អញ្ចឹងឈ្មោះមនុស្សម្នាក់ហ្នឹងគឺត្រូវសរសេរមានអក្សរ A 2អញ្ចឹងមាន A 2វាជា plural form អញ្ចឹងបើយើងដាក់ S ហ្មងអត់ដាក់ apostrophe ទេយើងអត់អាន A's គឺយើងអានវាស្មើពី S អញ្ចឹងវាអាចច្រឡំគ្នាអញ្ចឹងគេដាក់ apostrophe S Okay, the last example is she has 2 nines មានន័យថាគាត់មានលេខ9 2អញ្ចឹងលេខ9ហ្នឹងវាជាលេខចឹងដល់ពេលភូវចនៈគេអត់ដាក់ s ទេអញ្ចឹងគេដាក់ apostrophe s អញ្ចឹងអានេះមិនមែនជាកម្មសិទ្ធិមិនមែន is មិនមែន has គឺបង្ហាញអំពី plural form របស់ letter ហើយនឹង number បាទអញ្ចឹងវីដេអូនេះសូមមកថាចប់ប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ហើយយើងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចចុច subscribe ទៅលើ channel របស់ខ្ញុំផង